គ្រូនក្តៅឡើងខ្ពស់គួរឲ្យភ្ញាក់ផ្អើលទោះបីជាជំនាញក្បាច់គុណរបស់អ្នកចូលក៏ដោយសំណាងល្អខ្ញុំមានអាវុធវេទមន្តមួយកាលពីជាតិមុនខ្ញុំត្រូវប្តីវារហូតដល់ស្លាប់ដោយសារតែខ្ញុំបានញ៉ាំទៅហ៊ូម៉ាប៉ូបានធ្វើដំណើរទៅកាន់ពិភពលោកនេះខ្ញុំបានរកឃើញវត្តតូចមួយនេះពីអ្នកលក់ដូរតាមផ្លូវដោយមិននឹកស្មានដល់មានភាពក្លាហានយ៉ាងខ្លាំងពិតជាវត្តរបស់ខ្ញុំគឺជាវត្ថុបុរាណដែលអាចធ្វើដំណើរតាមពេលវេលាបានខ្ញុំលាក់ខ្លួននៅក្នុងប៉ុមមិនថាមនុស្សម្នាក់ចំណាយពេលប៉ុន្មានដើម្បីដាំដុះនៅក្នុងតែ1វិនាទីប៉ុណ្ណោះបានកន្លងផុតទៅនៅក្នុងពិភពជាមួយនឹងប៉ុមនេះខ្ញុំអាចចូលរួមជាមួយនិកាយឈីងយុនបានចាប់ផ្ដើមលើផ្លូវនៃការដាំដុះហើយអ្វីបានជាបារម្ភអំពីការមិនឈានដល់ចំណុចកំពូលនៃសិល្បៈក្បាច់គុនលើកនេះស្រីក្រមុំបរិសុទ្ធនៃនិកាយយើងកំពុងទទួលយកសិស្សពេលជ្រើសរើសរួចបន្ទាប់មកទ្រង់បានទទួលការបង្រៀនពិតរបស់ព្រះនាងបរិសុទ្ធបានបែងចែកជា9ថ្នាក់ថ្នាក់ដំបូងទាបបំផុតចំណាត់ថ្នាក់ខ្ពស់បំផុតគឺថ្នាក់ទីលើឋានៈទី9គឺជាខ្សែឈាមដ៏ទេវភាពអ្នកដែលមានពូជឈាមលំដាប់ទី4ឬខ្ពស់ជាងនេះអាចចូលរួមជាមួយបាក់ឈីងយុនបានដូចធម្មតាដំបូងពិនិត្យមើលសរសៃឈាមរបស់អ្នកមកជាមួយខ្ញុំមុនគេពូជឈាមថ្នាក់ទី4មិនអាក្រក់ទេមិនអាក្រក់ទេអូព្រះជាម្ចាស់ចំណាត់ថ្នាក់ទី6ទេពកសម្នាក់ដែលមានឈាមថ្នាក់ទី6ខ្ញុំនឹងសាកល្បងវាអ្នកមិនមានអរឈាមទេខ្ញុំសង្ស័យថាវាមានឈាមថ្នាក់ទី2ដែរនិកាយខេងយ៉ានរបស់ខ្ញុំគាត់មិនដែលទទួលយកអ្វីដែលទាបជាងឋានៈទី4ទេសូម្បីតែសម្រាប់មានសូម្បីតែមន្ត្រីថ្នាក់ទី2វាគ្រាន់តែជារឿងកំប្លែងមួយនៅក្នុងពិភពនៃការស្វែងរកមេឃវាដោយស្មោះស្ម័គ្រពួកគេមិនផ្ដល់ឱកាសឲ្យយើងសាកល្បងវាទេត្រូវហើយចង់ចូលរួមជាមួយនិកាយឈីងយុនអ្នកមិនសមនឹងទទួលបានវាទេវាជាគាត់ខ្ញុំនៅតែចង់ចូលរួមជាមួយនិកាយឈីងយុនផ្លូវសេនតេទ្រង់គឺជាព្រះនាងដ៏បរិសុទ្ធស្អាតណាស់លោកសេងយ៉ាងខេងញ៉ៅខ្ញុំបានឮថានាងបានហ្វឹកហាត់ដល់ឋានសុខសមុទ្ររួចហើយគាត់គឺជាអ្នកចាស់ទុំក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនៃការដាំដុះគ្មាននរណាម្នាក់ក្នុងចំណោមអ្នកស័ក្តិសមធ្វើជាអ្នកស្នងតំណែងរបស់នារីបរិសុទ្ធនេះទេសិស្សទាំងនេះពិតជាមានទេពកោសល្យណាស់មានទេពកោសល្យលំដាប់ទី6ម្នាក់ដែរហើយអ្វីខ្ញុំមិនអាចបំពេញតាមស្តង់ដាររបស់ខ្ញុំទទួលយកតែមនុស្សដែលមានពូជពងទាបជាងឋានៈទី2ប៉ុណ្ណោះជាសិស្សរបស់ខ្ញុំនៅទីនេះសម្រាប់ការវិតម្លៃតើមួយណាដែលមិនមានពូជឈាមយ៉ាងហោចណាស់ថ្នាក់ទី4អៃបឺយុននិកាយនេះតម្រូវឲ្យអ្នកទទួលយកសិស្សម្នាក់តើនេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះនិកាយមែនទេនារីបរិសុទ្ធម្នាក់នេះចូលចិត្តបញ្ហាប្រឈមបំផុតបណ្ដុះទេពកោសល្យទាំងនេះដែលមានពូជឈាមលំដាប់ទី5និងទី6តែចំណុចនៃការក្រោកឡើងនោះមានអ្វីខ្លះប្រសិនបើអ្នកមិនទទួលខ្ញុំនឹងទៅឥឡូវនេះហើយរងចាំមួយផ្លេតហើយរងចាំមួយផ្លេតអៃដឺយុនខ្ញុំមានឈាមខ្ពស់បំផុតសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអៃដឺយុនដែលបានទទួលយកខ្ញុំជាសិស្សបាននិយាយវាដោយធម្មតាសម្រាប់ឲ្យឯងពិតជាគិតថាឯងអាចក្លាយជាសិស្សរបស់ព្រះនាងបរិសុទ្ធបានមែននេះគ្រាន់តែជាការតាក់ទាញចំណាប់អារម្មណ៍ឯកឧត្តមអាចត្រឡប់ពាក្យសម្ដីរបស់ឯកឧត្តមវិញបានទេទៅសាកល្បងមើលនេះមិនមែនជាសំណល់អេតចៃទេអូព្រះជាម្ចាស់ឲ្យតាមពិតគាត់ជាមន្ត្រីថ្នាក់ទី6ពូជឈាមថ្នាក់ទី9តើវាអាចទៅរួចដោយរបៀបមិនមែនជាមន្ត្រីលំដាប់ទី1ទេថាគាត់បានលាក់បាំងកម្លាំងពិតរបស់គាត់តាំងពីយូរយារណាស់តាមពិតវាជាឈាមថ្នាក់ទី9តាមពិតវាគឺជាខ្សែឈាមដ៏ទេវភាពដែលលេចឡើងតែម្ដងក្នុងរយៈពេល10000ឆ្នាំពន្លឺនៃខ្សែឈាមដ៏ទេវភាពស្ទើរតែភ្លឺចូលភ្នែកខ្ញុំគួរឲ្យចាប់អារម្មណ៍ពេកហើយខ្ញុំខ្វាក់ភ្នែកណាស់និកាយពុកអាកាសយាហៀបនឹងងើបឡើងហាហាហាតើវាអាចជាខ្សែឈាមដ៏ទេវភាពដោយរបៀបណាខ្ញុំមិនមែនជាពូជឈាមខ្ពស់បំផុតទេតើអាចមានអ្វីខុសជាមួយនឹងឧបករណ៍សម្គាល់តេស្តនេះទេហេមានអ្វីកើតឡើងស្លាប់វាត្រឡប់ទៅដប់មួយវិញវាបង្ហាញថាបន្ទះថ្មសាកល្បងនេះដំណើរការខុសប្រក្រតីគាត់មិនមែនជាមន្ត្រីលំដាប់ទី1ផងវាបានប្រែក្លាយទៅជាបណ្ណាអ្នកមានសមត្ថភាពទេពូជពងដែលមានគុណភាពអន់ត្រូវបានកំណត់ឲ្យកាន់តែអាក្រក់ទៅនៅពេលដែលវាត្រូវបានជួបជុំកាន់តែអស្ចារ្យបំផុតគ្រប់ពេលតាមពិតវាជាខ្សែឈាមរបស់សំណល់អេតចៃហេតុអ្វីសម្ភារៈសំណល់គឺជាសម្ភារៈណាមនុស្សម្នាក់អាចក្លាយជាសិស្សរបស់ព្រះនាងបរិសុទ្ធបានធនធានដាំដុះរួមផ្សំជាមួយវត្តខ្ញុំក៏អាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពីភាពជាអ្នកចាញ់បានដែរកាត់គោរពបូជាម្ចាស់ហាហាហាតើនោះជាជំនាញទាំងអស់ដែលអ្នកមានមែនទេវាគ្រាន់តែជាអ្វីមួយដែលខ្ញុំបាននិយាយដោយខ្ញុំមិនដែលរំពឹងថាខ្សែស្រឡាយឈាមនៃសម្ភារៈសំណល់អេតចៃនឹងលេចឡើងនោះទេ
វាគ្រាន់តែជាទំនាក់ទំនងរវាងគ្រូនិងសិស្សប៉ុណ្ណោះនៅពេលដែលគាត់មិនអាចរកប្រាក់ចិញ្ចឹមជីវិតបានត្រូវបណ្តេញចេញពីនិកាយឈីងយុនដោយចូលទៅក្នុងនិកាយអ្នកគួរតែដាំដុះដោយឧស្សាហ៍ព្យាយាមនៅពេលអ្នកខ្លាចជាសិស្សខាងក្រៅខ្ញុំនឹងបង្រៀនអ្នកម្ដងទៀតហេតុអ្វីបេតើមានអ្វីផ្សេងទៀតទេគេថាគ្រូគួរឲ្យអំណោយពេលទទួលសិស្សក្នុងនាមជាអ្នកចាស់ទុំនៃនិកាយឈីងយុនអ្នកប្រកាសជាមិនបដិសេធមិនព្រមនេះគ្មានភាពមានខ្មាស់ពូឈាមឥតតម្លៃនេះពិតជាហ៊ានសុំអំណោយពីខ្ញុំមែនឬប្រសិនបើអ្នកមិនបានត្រៀមខ្លួនគ្រាន់តែពិចារណាបាននិយាយបែបនោះទេអ្នកមិនក្រអឺបក្រទុំបែបនេះទេមែនទេអ្នកជាពួកបរិសុទ្ធត្រឹមត្រូវហើយទោះបីជាដាវវិញ្ញាណភ្លើងត្រូវបានផលិតឡើងពីថាមពលវិញ្ញាណកម្រិតប៉ុន្តែនៅក្នុងពិភពលោកខាងលោកីសូម្បីតែគ្រួសារទីក្រុងនៀតដែលទ្រព្យសម្បត្តិរបស់ពួកគេប្រៀបធៀបនឹងទ្រព្យសម្បត្តិរបស់ប្រជាជាតិខ្ញុំបានឲ្យគាត់នៅរបស់ដ៏ល្អមួយពួកគេពិតជាមានភាពក្លាហានក្នុងការរីករាយជាមុនស្រមុកអរគុណលោកគ្រូប៉ុន្តែអំណោយរបស់ខ្ញុំមិនងាយស្រួលទទួលទេសូមប្រាប់ខ្ញុំផងប្រសិនបើអ្នកមានសំណើណាមួយរបស់ខ្ញុំច្បាស់ជាលេចធ្លោជាងគេខ្ញុំចង់ឲ្យអ្នកស្បោះនៅចំពោះមុខមនុស្សគ្រប់គ្នានៅក្នុងនិកាយថាអ្នកនឹងឈានដល់ដំណាក់កាលបើកឆាកក្នុងរយៈពេល3ថ្ងៃបន្ទាប់មកចូលទៅកាន់សាលបរិច្ចាគដើម្បីទទួលយកបេសកកម្មសម្រាប់អ្នកដាំដុះអារក្សទោះបីជាវាអាចទៅដល់អាណាចក្រនៃការត្រាស់ដឹងក៏ដោយទោះបីជាមានទេពកោសល្យកម្រិតព្រះក៏ដោយក៏វាពិបាកនឹងសម្រេចបានណាស់ទោះបីជាគាត់បានប្រឆាំងនឹងស្ថានសួគ៌ហើយបើការសម្លាប់សមាជិកនៃនិកាយអារក្សគឺជាសុបិនដ៏ល្ងង់ខ្លៅមួយអ្នកហ្វឹកហាត់លំដាប់ទី3ម្នាក់បានសម្លាប់អ្នកហ្វឹកហាត់និកាយអារក្សម្នាក់ត្រូវហើយប្រសិនបើវាមិនអាចបញ្ចប់បានគាត់ត្រូវបានបណ្តេញចេញពីនិកាយរបៀបវាមិនយឺតពេលទេក្នុងការដកថយលើនេះខ្ញុំគ្មានកន្លែងណាដើម្បីដកថយទេសាលា Celestial នេះគឺជាកន្លែងពិសិដ្ឋតែមួយគត់ស្លាប់ទាំងភ្នែកបើកធំខ្ញុំចង់សង្វេងការប្រយុទ្ធដ៏លំបាកមួយសិស្សរបស់ខ្ញុំប្រកាសជាមិនបរាជ័យក្នុងបេសកកម្មរបស់គាត់ឡើយនេះជាអន្តេវាសិកដ្ឋានរបស់អ្នកមនុស្ស2នាក់នៅក្នុងទីធ្លាដាច់ដោយឡែកមួយអន្តេវាសិកដ្ឋាននីមួយមានទីហ្វីគុយអ៊ីស្តង់ដារសម្រាប់ការធ្វើជាសិស្សនិងកូនល្អអ្វីដែលសិស្សថ្មីថ្មោងគួរធ្វើនិងមិនគួរធ្វើវាត្រូវបានសរសេរយ៉ាងច្បាស់ទាំងអស់នៅទីនោះត្រូវតែគោរពតាមយ៉ាងម៉ឺងម៉ាត់ព្រឹកស្អែកសូមទៅកាន់សាលសិល្បៈក្បាច់គុណដើម្បីយកវិញ្ញាបនបត្រត្រារំវិធីត្រាស់ដឹងល្អប្រសិនបើមនុស្សម្នាក់មិនអាចសម្រេចបានការត្រាស់ដឹងក្នុងរយៈពេល3ថ្ងៃទៅសម្រាប់ពួកអ្នកដាំដុះអារក្សបន្ទាប់មកខ្ញុំត្រូវវិនិច្ឆ័យល្អក្មេងជំទង់ឆ្លងកាត់អណ្ដូងតើមានអ្វីដែលខ្ញុំអាចជួយអ្នកបានទេអ្នកចាស់ខ្ញុំឈ្មោះជាហ៊ូខ្ញុំនឹងមិនលេងសើចជាមួយអ្នកទេខ្ញុំនៅទីនេះថ្ងៃនេះដើម្បីធ្វើចំនួនជាមួយអ្នកតម្លៃផ្ទៃក្នុងសម្រាប់វិជ្ជាបញ្ជាការត្រាស់ដឹងគឺប្រហែល15,000ខ្ញុំនឹងយកឲ្យអ្នកអំពៃ000យ៉ាងណាក៏ដោយវាគ្មានន័យអ្វីក្នុងការរក្សាអ្នកនៅជុំវិញទេឯងជាសម្រាមសុំទោសបើមិនលក់ទេសូមចាក់ចេញទៅខ្ញុំហៀបនឹងឲ្យអ្នកសម្រាមមួយដុំនឹងមុខមាត់ខ្លះគេពិតជាកំពុងជំរុញសំណាងរបស់ពួកគេឬខ្ញុំនឹងធ្វើឲ្យអ្នកពិការមនុស្សឆ្លាតមិនរងទុក្ខដោយការខាតបង់នៅចំពោះមុខគ្រាន់តែដូច្នេះខ្ញុំមិនត្រូវការវិញ្ញាណភ្លើងដើម្បីយកធនធានវាក៏អាចបង្កបញ្ហាផងដែរទុកឲ្យម្ចាស់ខ្ញុំលេងជាមួយអ្នកហាបងប្រុសច្បងឲ្យកុំប្រញាប់ប្រញាល់ពេកអីទោះបីជាថ្នាំគ្រាប់សម្រាប់បំភ្លឺមិនមានលក់ក៏ដោយខ្ញុំអាចលក់ដាវវិញ្ញាណភ្លើងឲ្យអ្នកបានរបស់នោះមានតម្លៃយ៉ាងហោចណាស់1 លានដឹងថាខ្ញុំមិនអាចមានលទ្ធភាពទិញវាបានទេបន្ទាប់មករបស់អ្នកជនដើម្បីដោះស្រាយវាហេតុអ្វីបងប្រុសច្បងអ្នកអាចបង់ប្រាក់ជាដំណាក់កាលបង់ប្រាក់ជាមុន20ចុងក្រោយ80អ្នកអាចសងវាវិញក្នុងរយៈពេល36ដំណាក់កាលខ្ញុំនឹងផ្ដល់ជូនអ្នកនៅការបង់ប្រាក់ដោយគ្មានការប្រាក់សម្រាប់ការបង់រំលោះ6លើកដំបូងតើនោះអាចទៅរួចទេប្រើប្រាស់លុយពីការលក់គ្រឿងបន្លាស់ដែលខូចដើម្បីទិញគ្រឿងបន្លាស់មានលុយគ្រប់គ្រាន់សម្រាប់ខ្ញុំដាំដុះបាន50ឆ្នាំខ្ញុំត្រូវការលុយច្រើន